ស្ដីអ្នកទាំងអស់គ្នាយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំបានត្រៀមនៅប្រធានបទមួយដើម្បីចែកចាយទៅកាន់បងប្អូនទាំងអស់គ្នាផងដែរហើយប្រធានបទថ្ងៃហ្នឹងគឺយើងនិយាយតាក់ទងជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងតើសេចក្តីស្រឡាញ់របស់ព្រះអង្គដែលមានចំពោះយើងតើជាសេចក្តីស្រឡាញ់បែបណាយើងនឹងសិក្សាស្វែងយល់ជាមួយគ្នាតាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរផងដែរឥឡូវយើងនឹងអាននៅព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នានៅក្នុងព្រះគម្ពីរយូហានជំពូក3ខ16យើងនឹងអាននៅព្រះបន្ទូលនេះជាមួយគ្នា16ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញ17ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកីយ៍ដើម្បីជំនុំជម្រះលោកីយ៍នោះទេគឺឲ្យលោកីយ៍បានសង្គ្រោះដោយសារទ្រង់វិញអាមែនបងប្អូនទាំងអស់គ្នាសេចក្តីស្រឡាញ់គឺមានច្រើនបែបច្រើនយ៉ាងមែនទែនគឺយើងមានសេចក្តីស្រឡាញ់រវាងបុរសហើយនិងស្ត្រីគឺសេចក្តីស្រឡាញ់បែប Eros Love គឺប្រុសនិងស្រីហើយសេចក្តីស្រឡាញ់រវាងគ្រួសារសាច់ញាតិបងប្អូនរបស់យើងហើយក៏មានសេចក្តីស្រឡាញ់សម្រាប់ប្រទេសជាតិរបស់យើងគឺយើងហៅថាស្នេហាជាតិហើយនឹងគឺជាសេចក្តីស្រឡាញ់មួយបែបដែលរវាងមនុស្សនិងមនុស្សក៏ប៉ុន្តែថ្ងៃនេះយើងនឹងជជែកវែកញែកគ្នាអំពីសេចក្តីស្រឡាញ់មួយដែលជាសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់ទ្រង់មានសម្រាប់លោកីយ៍ជាសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់ទ្រង់មានសម្រាប់យើងរាល់គ្នាម្នាក់ៗផងដែរអញ្ចឹងសំដួលសួរថាហេតុអីថ្ងៃនេះយើងសិក្សាជាមួយគ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងពីព្រោះសេចក្តីស្រឡាញ់គឺសំខាន់មែនទែនបងប្អូនសាកសម័យមើលថាប្រសិនបើពិភពលោករបស់យើងមនុស្សគ្រប់គ្នាមនុស្សគ្រប់រូបគាត់មានក្តីស្រឡាញ់ទេគឺគាត់ម្នាក់គាត់គិតតែពីប្រយោជន៍ខ្លួនឯងគាត់អត់ខ្វល់គាត់អត់មានសេចក្តីស្រឡាញ់សោះនៅក្នុងជីវិតរបស់គាត់គ្រប់គ្នាបងប្អូនសាកគិតមើលថាតើផែនដីយើងគួរឲ្យចង់រស់នៅអត់ផែនដីយើងនឹងទៅជាយ៉ាងណាមួយទៀតបងប្អូនសាកសម័យមើលប្រសិនបើនៅក្នុងគ្រួសារមួយគឺគាត់នៅជាមួយគ្នាបង្កើតគ្រួសារតែមានសេចក្តីស្រឡាញ់សោះអញ្ចឹងសំណួរសួរថាតើគ្រួសារនឹងមានភាពកក់ក្ដៅដែរអត់ហើយមួយទៀតចំពោះសេចក្តីស្រឡាញ់រវាងប្តីនិងប្រពន្ធអញ្ចឹងសំណួរសួរថាតើប្រសិនបើគាត់អត់មានសេចក្តីស្រឡាញ់ចំពោះគ្នាទេអញ្ចឹងតើទាំងពីរអ្នកហ្នឹងគាត់មានទំនាក់ទំនងល្អជាមួយគ្នាដែរឬអត់ដូច្នេះមានន័យថានៅក្នុងជីវិតរបស់យើងម្នាក់ដែលរស់នៅលើផែនដីនេះគឺត្រូវការរបស់មួយដែលសំខាន់បំផុតនោះគឺសេចក្តីស្រឡាញ់ហ្នឹងឯងពីព្រោះប្រសិនបើគ្មានសេចក្តីស្រឡាញ់ទេនោះយើងមានអារម្មណ៍ថាយើងគ្មានទំនាក់ទំនងយើងដតីដាច់ដោយឡែកពីគ្នាហើយពិភពលោកមួយនេះគ្មានសេចក្តីសង្ឃឹមហើយក៏គ្មានឡើយនៅអត្ថន័យនៃជីវិតផងដែរដូច្នេះសេចក្តីស្រឡាញ់គឺសំខាន់បំផុតនៅក្នុងជីវិតរបស់យើងម្នាក់មានមនុស្សមួយចំនួនពេលខ្លះគឺកំពុងទទួលបាននៅការសារភាពពីដៃគូរបស់គាត់ថា I love you បងស្រឡាញ់អូនស្រឡាញ់បងអីចឹងទៅហើយពិភពលោករបស់គាត់គឺពេញដោយផ្ការីកស្គុះស្គាយគ្រប់ទីកន្លែងគឺគាត់មានអារម្មណ៍ថាពិភពលោកគឺស្រស់ល្អសម្រាប់ជីវិតរបស់គាត់ប៉ុន្តែប្រសិនបើយើងមើលទៅមួយផ្នែកទៀតគឺមានមនុស្សខ្លះគឺកំពុងតែសម្រក់ទឹកភ្នែកឈឺចាប់មានអារម្មណ៍ថាខ្លួនឯងឯកោមានអារម្មណ៍ថាខ្លួនឯងគេបោះបង់មានអារម្មណ៍ថាគ្រួសារមិនពេញចិត្តសម្រាប់ខ្លួនមានអារម្មណ៍ថាខ្លួនឯងគឺអត់តម្លៃជាដើម
ក៏ប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់ប្រាប់នៅដំណឹងល្អមួយសម្រាប់បងប្អូនថាមានម្នាក់ដែលស្រឡាញ់បងប្អូនខ្លាំងយកតែមែនទែនដូច្នេះហើយបងប្អូនកុំមានអារម្មណ៍ថាឯកោនោះឡើយត្បិតម្នាក់នោះគឺស្រឡាញ់បងប្អូនជានិច្ចមិនថាបងប្អូនជាមនុស្សបែបណាមិនថាបងប្អូននៅក្នុងកលៈទេសៈណានោះឡើយហើយម្នាក់ដែលស្រឡាញ់បងប្អូននោះគឺជាព្រះយេស៊ូវហើយព្រះយេស៊ូវស្រឡាញ់បងប្អូនខ្លាំងមែនទែនហើយសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវទ្រង់មានសម្រាប់ជីវិតបងប្អូនគឺមិនអាចកាត់ថ្លៃបានឡើយគឺព្រះអង្គទ្រង់ស្រឡាញ់បងប្អូនខ្លាំងមែនទែនសម្រាប់ព្រះបន្ទូលថ្ងៃនេះខ្ញុំមានចំនួន3ចំណុចធំនឹងធ្វើការចែកចាយទៅកាន់បងប្អូនឥឡូវយើងចូលដល់ចំណុចទី1ដែលយើងនឹងចែកចាយជាមួយគ្នាចំណុចទី1ព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើងម្នាក់ផ្ទាល់ខ្លួនអញ្ចឹងតើអត្ថន័យនៃការដែលព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើងម្នាក់ផ្ទាល់ខ្លួនតើមានអត្ថន័យយ៉ាងម៉េចយើងនឹងសិក្សាជាមួយគ្នាយោងទៅតាមព្រះគម្ពីរដែលយើងបានអានបាញ់មិញដែលនៅក្នុងខដំបូងបាននិយាយថាត្បិតព្រះស្រឡាញ់ពិភពលោកដល់ម្លេះបានជាទ្រង់ប្រទានបុត្រារបស់ទ្រង់អញ្ចឹងនៅក្នុងឃ្លាមួយដែលនិយាយថាត្បិតព្រះទ្រង់ស្រឡាញ់ពិភពលោកដល់ម្លេះអញ្ចឹងព្រះអង្គទ្រង់ស្រឡាញ់ពិភពលោកបងប្អូនប្រហែលជាគិតថាប្រហែលជាព្រះអង្គស្រឡាញ់ពិភពលោកនឹងស្រឡាញ់តែប្រទេសអាមេរិកឬមួយក៏ស្រឡាញ់តែប្រទេសណាមួយអីចឹងទៅឬស្រឡាញ់តែប្រទេសកូរ៉េអញ្ចឹងទៅព្រះអង្គប្រទានពរអាមេរិកទៅកូរ៉េហើយបងប្អូនយល់ច្រឡំថាព្រះអង្គអត់ស្រឡាញ់ប្រទេសកម្ពុជាអញ្ចឹងបងប្អូននៅក្នុងអត្ថន័យដែលពាក្យថាត្បិតព្រះទ្រង់ស្រឡាញ់ពិភពលោកដល់ម្លេះនេះគឺព្រះអង្គសំដៅទៅលើការដែលព្រះអង្គស្រឡាញ់បងប្អូនម្នាក់គឺផ្ទាល់ខ្លួនតែម្ដងគឺស្រឡាញ់អ្នកចំតែម្ដងគឺមិនមែនស្រឡាញ់អ្នកណាផ្សេងគឺស្រឡាញ់អ្នករាល់គ្នាម្នាក់ផ្ទាល់ខ្លួនតែម្ដងហើយបងប្អូនព្រះអង្គទ្រង់ស្រឡាញ់បងប្អូនម្នាក់ផ្ទាល់ខ្លួននេះមិនមែនជារឿងចៃដន្យដែលដូចជាសេចក្តីស្រឡាញ់ដែលបុរសហើយនិងស្ត្រីគាត់ជួបគ្នាដោយចៃដន្យហើយស្រឡាញ់គ្នាអញ្ចឹងទេសេចក្តីស្រឡាញ់ដែលព្រះអង្គទ្រង់មានមិនមែនកើតឡើងដោយចៃដន្យគឺព្រះអង្គទ្រង់ស្រឡាញ់យើងដោយព្រះអង្គទ្រង់ជ្រើសរើសយើងគឺចាប់តាំងតែពីពេលយើងមិនទាន់បានចាប់កំណើតនៅក្នុងផ្ទៃម្ដាយរបស់យើងអត់តាន់កើតមកយំងានៅលើភពផែនដីនេះគឺព្រះអង្គទ្រង់បានជ្រើសរើសយើងរួចជាស្រេចទៅហើយព្រះអង្គជ្រើសរើសយើងហើយព្រះអង្គជ្រើសរើសស្រឡាញ់យើងរួចជាស្រេចទៅហើយនៅពេលដែលបងប្អូនបានកើតមកគឺព្រះអង្គទ្រង់ដៅយើងជាកូនរបស់ព្រះអង្គហើយព្រះអង្គមានផែនការនៅក្នុងជីវិតរបស់យើងរួចជាស្រេចពេលខ្លះយើងទទួលអារម្មណ៍ថាតើឲ្យព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំយ៉ាងម៉េចបើខ្ញុំជាមនុស្សដែលមិនល្អផងនឹងពីមុនខ្ញុំធ្លាប់ធ្វើអាក្រក់អញ្ចេះមួយចុះមួយខ្ញុំជាមនុស្សអញ្ចេះមួយចុះមួយបងប្អូនមានអារម្មណ៍ថាខ្លួនឯងគឺមិនស័ក្តិសមនឹងទទួលតម្លៃនៅអ្វីដែលព្រះអង្គទ្រង់ស្រឡាញ់យើងប៉ុន្តែបងប្អូនត្រូវចាំថាបើទោះបីជាយើងជាមនុស្សពីមុនមិនល្អប៉ុណ្ណាក៏ដោយទោះបីជាយើងជាមនុស្សដែលមិនស័ក្តិសមនឹងទទួលសេចក្តីស្រឡាញ់ពីព្រះអង្គក៏ដោយប៉ុន្តែធាតុពិតព្រះអង្គនៅតែស្រឡាញ់យើងទោះបីជាបងប្អូនស្ថិតនៅក្នុងស្ថានភាពដែលលំបាកខ្លាំងក្រខ្សត់ខ្លាំងគេរើសអើងទោះបីជាបងប្អូនជាមនុស្សដែលមិនល្អប៉ុណ្ណាក៏ដោយព្រះអង្គនៅតែស្រឡាញ់យើងគឺតាំងតែពីយើងមុននឹងកើតមករហូតដល់ឥឡូវព្រះអង្គនៅតែស្រឡាញ់យើងហើយសេចក្តីស្រឡាញ់ដែលព្រះអង្គទ្រង់មានសម្រាប់យើងគឺទ្រង់មិនដែលបោះបង់នោះឡើយព្រះអង្គនៅតែបន្តស្រឡាញ់យើងជារៀងរហូតនៅក្នុងព្រះគម្ពីរបានប្រាប់ថាទោះបីជាអំណាចនៅលើឋានសួគ៌ទោះបីជាអំណាចនៅលើផែនដីនេះធំប៉ុណ្ណាក៏ដោយគឺគ្មាននរណាម្នាក់ដែលអាចកាត់ផ្តាច់សេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងបានឡើយនេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងដែលព្រះមានចំពោះយើងដូច្នេះបងប្អូនសូមបងប្អូនកុំមានអារម្មណ៍ថាខ្លួនឯងអត់តម្លៃហើយគេបដិសេធយើងអន់ជាងគេបងប្អូនសូមកុំឲ្យមានការអាក់អន់ចិត្តអ្វីនោះឡើយទោះបីជាគេបង្ហាញថាគេអត់ពេញចិត្តយើងទោះបីជាយើងមានអារម្មណ៍ថាយើងមិនមានតម្លៃប៉ុណ្ណាក៏ដោយបងប្អូនត្រូវតែចាំថាយើងនៅតែមានតម្លៃជានិច្ចសម្រាប់ព្រះជាម្ចាស់នេះគឺជាចំណុចទី1ដែលយើងបានរៀនជាមួយគ្នាឥឡូវយើងចូលដល់ចំណុចទី2សេចក្តីស្រឡាញ់
ត្រូវតែមានការលះបង់បងប្អូនបានដឹងហើយថាសេចក្តីស្រឡាញ់គឺមិនមែនភាពអាត្មានិយមសម្រាប់តខ្លួននោះឡើយសេចក្តីស្រឡាញ់គឺជាការលះបង់សម្រាប់អ្នកដែលយើងស្រឡាញ់បងប្អូនអាចលះបង់នៅថវិកាបងប្អូនអាចលះបង់នៅពេលវេលារបស់បងប្អូនហើយបងប្អូនក៏អាចលះបង់នៅទ្រព្យសម្បត្តិរបស់បងប្អូនសម្រាប់អ្នកដែលយើងស្រឡាញ់ផងដែរសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មិនមែនដូចជាសេចក្តីស្រឡាញ់ដែលមនុស្សម្នាក់ដែលសារភាពថា I love you ហើយបន្តមកទៀតគឺគាត់ស្រឡាញ់នោះទេប៉ុន្តែព្រះអង្គគឺព្រះអង្គទ្រង់មានព្រះបន្ទូលថាព្រះអង្គទ្រង់ស្រឡាញ់យើងនៅក្នុងព្រះគម្ពីរបានប្រាប់ថាទាំងដែលយើងមានបាបនៅឡើយទាំងដែលយើងជាមនុស្សដែលមិនល្អទាំងដែលយើងជាមនុស្សអាក្រក់ក៏ដោយប៉ុន្តែព្រះអង្គនៅតែរក្សាសន្យាព្រះអង្គទ្រង់ស្រឡាញ់យើងស្រឡាញ់ដល់ថ្នាក់ព្រះអង្គប្រទាននៅបុត្រារបស់ព្រះអង្គតែមួយសុគតនៅលើឈើឆ្កាងជំនួសបាបយើងនៅក្នុងព្រះគម្ពីរបានប្រាប់ថាឈ្នួលនៃអំពើបាបដែលយើងបានប្រព្រឹត្តឈ្នួលអំពើបាបដែលមាននៅក្នុងជីវិតយើងត្រូវតែសងថ្លៃបាបរបស់យើងហើយសំណងដែលយើងត្រូវសងនៃអំពើបាបដែលយើងបានប្រព្រឹត្តនៅលើផែនដីនេះគឺជាសេចក្តីស្លាប់គឺជាការជំនុំជម្រះរបស់ព្រះនៅពេលដែលយើងបានចែកឋានទៅនៅពេលដែលយើងចាកចេញពីផែនដីនេះទៅយើងនឹងទទួលការជំនុំជម្រះពីព្រះជាម្ចាស់ផ្ទាល់ក៏ប៉ុន្តែព្រះអង្គដែលជាព្រះនៃយើងព្រះអង្គស្រឡាញ់យើងព្រះអង្គមិនចង់ឲ្យយើងទទួលនៅការជំនុំជម្រះនេះឡើយដូច្នេះដើម្បីឲ្យយើងរួចអំពីការជំនុំជម្រះពីព្រះជាម្ចាស់នៃអំពើបាបដែលយើងបានប្រព្រឹត្តអំពើបាបដែលមានក្នុងជីវិតយើងហ្នឹងគឺព្រះជាម្ចាស់ទ្រង់បានប្រទាននៅព្រះយេស៊ូវដែលជារាជបុត្រាទ្រង់គឺព្រះយេស៊ូវព្រះអង្គសុគតជំនួសបាបយើងសងថ្លៃបាបយើងដើម្បីឲ្យយើងបានរួចជីវិតផងដែរហើយនេះគឺជាសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌដែលទ្រង់មានសម្រាប់យើងបើទោះបីជាយើងមិនល្អទោះបីជាយើងជាមនុស្សមានបាបព្រះអង្គទ្រង់ស្រឡាញ់យើងព្រះអង្គលះព្រះជន្មសម្រាប់ជីវិតយើងនេះគឺជាសេចក្តីស្រឡាញ់មួយដែលគ្មានលក្ខខណ្ឌដែលព្រះមានសម្រាប់ជីវិតយើងអញ្ចឹងនៅក្នុងចំណុចទី1យើងបាននិយាយហើយគឺព្រះអង្គទ្រង់ស្រឡាញ់យើងហើយមិនមែនស្រឡាញ់អ្នកណាទេគឺស្រឡាញ់យើងចំតែម្ដងគឺយើងម្នាក់បុគ្គលយើងតែម្នាក់គឺស្រឡាញ់យើងចំហើយព្រះអង្គស្រឡាញ់យើងដល់ថ្នាក់ណានៅក្នុងចំណុចទី2បាញ់មិញយើងបានរៀនថាព្រះអង្គស្រឡាញ់យើងដល់ថ្នាក់ទ្រង់លះបង់បញ្ជនខ្លួនឯងដើម្បីឲ្យយើងបានសេរីភាពពីអំពើបាបដើម្បីយើងបានទទួលនៅការអត់ទោសបាបហើយចំណុចទី3នេះគឺយើងបានរៀនថាសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងគឺអកលជានិច្ចសេចក្តីស្រឡាញ់របស់មនុស្សគេស្រឡាញ់យើងថ្ងៃនេះថ្ងៃស្អែកគេអាចប្រែទៅអត់ដោយសារយើងជាមនុស្សអនាគតគឺយើងមើលអត់ឃើញទេគឺសេចក្តីស្រឡាញ់របស់យើងមិនជានិរន្តរ៍មិនជាអកលទេក៏ប៉ុន្តែសម្រាប់សេចក្តីស្រឡាញ់របស់ព្រះដែលទ្រង់មានសម្រាប់យើងគឺអកលជានិច្ចគឺជានិរន្តរ៍នៅក្នុងព្រះគម្ពីរយូហានចំពុក3ខ16បានប្រាប់ថាត្បិតព្រះអង្គស្រឡាញ់យើងដល់ម្ល៉េះបានទ្រង់បានប្រទានបុត្រាតែមួយរបស់ទ្រង់ដើម្បីអស់អ្នកណាដែលជឿទ្រង់ហើយទទួលបានជីវិតយ៉ាងម៉េចអកលជានិច្ចគឺរហូតតទៅដូច្នេះសេចក្តីស្រឡាញ់របស់ព្រះអង្គមិនមែនតែថ្ងៃនេះហើយក៏មិនមែនថ្ងៃស្អែកក៏មិនមែន1ឆ្នាំក៏មិនមែន100ឆ្នាំក៏ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងគឺអកលជានិច្ចគឺជារៀងរហូតតទៅដូច្នេះហើយប្រសិនបើសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងគឺអកលជានិច្ចហើយនោះប្រកាសណាស់ព្រះអង្គនឹងគង់នៅជាមួយយើងអកលហើយព្រះអង្គនឹងតាមថែរក្សាយើងអកលជានិច្ចដូចគ្នាហេតុអីដោយសារព្រះអង្គទ្រង់ស្រឡាញ់យើងហេតុនេះយើងជាអ្នកដែលព្រះអង្គស្រឡាញ់យើងជាកូនក្រមុំរបស់ព្រះអង្គគឺយើងនឹងរស់នៅក្នុងសេចក្តីស្រឡាញ់នៅក្នុងព្រះពរនៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់អកលជានិច្ចដូចគ្នាដូច្នេះខ្ញុំសង្ឃឹមថាតាមរយៈមេរៀនថ្ងៃនេះ
បងប្អូនកុំអស់សង្ឃឹមនៅក្នុងជីវិតបងប្អូនប្រឈមមួយទុក្ខលំបាកច្រើនប៉ុណ្ណាក៏ដោយនៅក្នុងស្ថានភាពប៉ុណ្ណាក៏ដោយចូលបងប្អូនកុំបោះបង់ខ្លួនឯងចូលបងប្អូនជឿថាព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើងនៅតែជាមនុស្សម្នាក់ដែលមានតម្លៃសម្រាប់ព្រះអង្គហើយព្រះអង្គគង់នៅនឹងថែរក្សាយើងព្រះអង្គប្រទានពរសម្រាប់ជីវិតយើងហើយមួយទៀតព្រះអង្គមានផែនការសម្រាប់ជីវិតយើងដូចគ្នាដូច្នេះចូលកុំអស់សង្ឃឹមចូលបងប្អូនកុំបោះបង់ខ្លួនឯងបន្តដើរទៅមុខតទៀតហើយរហូតដល់ថ្ងៃណាមួយដែលយើងទទួលបានជ័យជំនះនៅថ្ងៃចុងក្រោយជាមួយនឹង